នៅក្នុងការលេងតុងទីនអនឡាញមេតុងទីនដើម្បីគាត់ចង់បានការចំណេញខ្ពស់គឺគាត់បង្កើតចេញជាកូនខ្មោចនោះមានន័យថាម៉េចមានន័យថានៅពេលយើងជាកូនណាយើងលេងគេដាក់ថា60នាក់70នាក់ប៉ុន្តែមនុស្សជាក់ស្ដែងតែ30 40នាក់ទេគណៈន័យគឺជាគណៈន័យខ្មោចដែលគ្រប់គ្រងដោយមេតុងទីនអានឹងគឺជាទម្រង់នៃការឆោបបោកបាទគឺជាបទល្មើសនៃការឆោបបោកតែចាត់ទស្សនិកជនជាទីគោរពនៅក្នុងនីតិអប់រំច្បាប់របស់សារព័ត៌មានព្រះខ័ននៅថ្ងៃនេះយើងនឹងជជែកទៅលើប្រធានបទមួយចំនួនពាក់ព័ន្ធទៅនឹងការលេងតុងទីនតាមអនឡាញការវិនិយោគតាមអនឡាញនិងការរៀនវគ្គជោគជ័យតាមអនឡាញចង់ដឹងថាតើទាំងអស់នេះជាបញ្ហាឬក៏យ៉ាងណាយើងជួបជជែកលម្អិតជាមួយលោកមេធាវីជ្រោសុភារ៉ាលោកមេធាវីជ្រោសុភារ៉ាគឺជាប្រធានការិយាល័យមេធាវី DM និងជាគ្រូបង្រៀនវេលាការផ្នែកច្បាប់លោកមេធាវីជ្រោសុភារ៉ាដោយការជូនដំណឹងពីខាងដើមអញ្ចឹងខ្ញុំចង់ដឹងថាតើអ្វីទៅគឺជាការលេងតុងទីនអនឡាញហើយថាតើការលេងតុងទីនអនឡាញនេះវាមានលក្ខណៈខុសគ្នាដូចម្ដេចជាមួយនឹងការលេងតុងទីនធម្មតាសូមអញ្ជើញភារ៉ាចា៎បាទអរគុណច្រើនពាក់ព័ន្ធជាមួយការលើកឡើងនៅសំណួរនេះដោយសារសំណួរនេះវាមានលក្ខណៈចាប់អារម្មណ៍មែនទែនផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅយើងប្រចាំថ្ងៃបាទនៅពេលដែលគេនិយាយអំពីតុងទីនអនឡាញជាដំបូងយើងគួរតែយល់ថាអ្វីទៅជាតុងទីនសិនអញ្ចឹងយើងអាចថាជានិយមន័យមួយខ្លីអាចឲ្យបងប្អូនជាពលរដ្ឋយើងយល់តុងទីនគឺជាទម្រង់ឬក៏ប្រតិបត្តិការមួយដែលយើងលេងជាក្រុមហើយក្រុមនោះមានការសន្យាគ្នាដោយយើងត្រូវកំណត់គោលដៅ3បានយើងអាចចាប់ផ្ដើមលេងបានជាដំបូងដើម្បីយើងអាចលេងតុងទីនបានយើងត្រូវតែកំណត់ថាតើចំនួនអ្នកលេងតុងទីនមានប៉ុន្មានអ្នកដោយត្រូវកំណត់ថាមានម្នាក់ជាមេនិងសមាជិកផ្សេងទៀតគឺជាកូនទី2យើងត្រូវតែកំណត់ចំនួននៃការបង់អញ្ចឹងឧទាហរណ៍ថាតុងទីនយើងអាចមានក្បាល$20 $50 $100ជាដើមហ្នឹងទៅហើយទម្រង់ទី3យើងត្រូវតែកំណត់ថាតើការលេងតុងទីននោះប្រហែលថ្ងៃដេញម្ដងអញ្ចឹងជាទូទៅយើងអាចដេញ5ថ្ងៃម្ដង10ថ្ងៃម្ដងឬក៏មួយខែម្ដងអញ្ចឹងនៅពេលដែលយើងកំណត់ទម្រង់ទាំង3នេះបានតុងទីននេះគឺអាចចាប់ផ្ដើមលេងបានណាហើយយើងត្រូវដឹងថាហេតុអីបានបងប្អូនប្រជាពលរដ្ឋយើងចូលចិត្តលេងតុងទីនការដែលគាត់សម្រេចចិត្តលេងតុងទីនគឺគាត់មានការគិតពីរមានន័យថាទី1គឺគាត់អាចបានចំណូលទាំងដុំភ្លាមដើម្បីយកទៅវិនិយោគហើយគាត់អាចបង់គេជាលក្ខណៈដេញម្ដងហើយភ្ជាប់ជាមួយការប្រាក់អញ្ចឹងទៅគោលដៅទី2មានន័យថាគាត់ចង់បានទទួលបានការស្វែងរកប្រាក់ចំណេញពីតុងទីនមានន័យថានៅពេលដែលគាត់សន្សំចិត្តថាអត់ដាក់ការប្រាក់ខ្ពស់សន្សំឲ្យបាននៅក្រោយគេដែលគេហៅថាកើបក្រោយគេហ្នឹងនឹងទទួលបានការប្រាក់ខ្ពស់ជាងគេបាទហ្នឹងគឺមានគំនិតពីរបែបហ្នឹងហើយនៅពេលយើងនិយាយអំពីតុងទីនអនឡាញនិងតុងទីនធម្មតាពីដើមមកយើងស្គាល់តែពាក្យថាតុងទីនធម្មតាទេដែលយើងឃើញមានបងប្អូនប្រជាពលរដ្ឋយើងលេងទៅតាមផ្សារទៅតាមគ្រឹះស្ថានឯកជនឬក៏គ្រឹះស្ថានរដ្ឋអញ្ចឹងទៅដោយលេងជាក្រុមហើយពេលនោះគាត់បានស្គាល់អត្តសញ្ញាណច្បាស់តុងទីនធម្មតាគឺគាត់ស្គាល់ថាបុគ្គលម្នាក់នឹងឈ្មោះអីអាស័យដ្ឋាននៅណាចំណូលមិនកិច្ចការងាររបស់គាត់ប្រាក់ខែបែបម៉េចគឺគាត់ច្បាស់អានេះគេហៅថាតុងទីនធម្មតាដែលបានស្គាល់អត្តសញ្ញាណនិងចំណុចសំខាន់នៃអ្នកដែលបានចូលរួមលេងប៉ុន្តែនៅពេលដែលយើងនិយាយអំពីតុងទីនអនឡាញវិញពាក្យថាអនឡាញគឺតាមរូបភាព2គឺយើងលេងតាមប្រព័ន្ធបច្ចេកវិទ្យាយើងលេងតាមប្រព័ន្ធអ៊ីនធឺណិតមានន័យថាមិនចាំបាច់ស្គាល់គ្នាមិនចាំបាច់ដឹងអត្តសញ្ញាណមិនចាំបាច់ដឹងអាស័យដ្ឋានមិនចាំបាច់ដឹងចំណូលចំណាយក៏យើងអាចលេងជាមួយគ្នាបានដែរនេះគេហៅថាការលេងតុងទីនអនឡាញអញ្ចឹងការលេងតុងទីនអនឡាញជាកិច្ចប្រព្រឹត្តទៅមានន័យថាមានមេមួយគេបង្កើតជាក្រុម Facebook គេបង្កើតជាក្រុម Telegram បាទហើយការបង្កើតហ្នឹងដោយគេចាប់ផ្ដើមនិយាយត្រូវការលេងតុងទីននេះយើងចូលក្រុមហ្នឹងទៅហើយមានក្រុម$20ក្រុម$50ដូចតុងទីនធម្មតាអញ្ចឹងហើយគេដាក់លើហ្នឹងដាក់ថាក្រុមតុងទីន$50 10ថ្ងៃដេញម្ដងពីអញ្ចឹងគេទៅសេអញ្ចឹងហើយសមាជិកចូលលេងពេលខ្លះច្រើនរហូតដល់70នាក់80នាក់ក៏មានដែរបាទអាហ្នឹងគឺភាពខុសគ្នាតាមទម្រង់បែបហ្នឹងលោកមេធាវីថាតើការលេងតុងទីនអនឡាញនេះវាបង្កហានិភ័យអ្វីខ្លះដល់ប្រជាពលរដ្ឋដែលគាត់ជាអ្នកលេងហើយហេតុអ្វីបានជាពលរដ្ឋត្រូវជៀសវាងការលេងតុងទីនអនឡាញបាទអរគុណដោយសារសំណួរនេះមានលក្ខណៈសំខាន់សម្រាប់ប្រជាពលរដ្ឋឲ្យគាត់យល់ថាតើហេតុអីបានអ្នកច្បាប់គាត់យល់ថាតុងទីនអនឡាញមានហានិភ័យខ្ញុំអាចលើកឡើងទៅលើចំណុច5សំខាន់ដើម្បីឲ្យគាត់យល់ថា
គុំនងគាត់ចង់បានផលចំណេញកម្រៃជើងសារពីក្រាបប្រាក់នៅក្នុងការលេងតុងទីនគុំនងគាត់ចង់បានលុយភ្លាមដើម្បីយកទៅវិនិយោគដោយអត់ខ្វល់អំពីទំហំនៃការប្រាក់លើសច្បាប់ជាដើមឡើយអញ្ចឹងទៅប៉ុន្តែចំណុចទាំង5នេះគឺខ្ញុំនឹងឲ្យគាត់ពិចារណាម្ដងមួយថាតើចំណុចទាំង5នោះនឹងពន្លិចនៅហានិភ័យបែបម៉េចបាទអញ្ចឹងសរុបមកវិញហានិភ័យគឺខ្ពស់ណាស់ខ្ពស់ថាដោយសារយើងប្រៀបធៀបអំពីចរន្តការនៃការដាក់ប្រាក់និងដកប្រាក់ទៅតាមគ្រឹះស្ថានធនាគារគ្រឹះស្ថានមីក្រូដែលមានអាជ្ញាប័ណ្ណស្របច្បាប់ដែលត្រូវបានការពារដោយច្បាប់អញ្ចឹងគឺគេទី1នៅពេលយើងអាចដាក់ប្រាក់ដកប្រាក់បានគឺយើងមានភ័ស្តុតាងជាលិលាល្អច្បាស់លាស់តែម្ដងចុះការលេងតុងទីនមានដែរអត់គឺអត់មានទេសំបីអាគេសញ្ញាខ្ចីប្រាក់មួយក៏អត់មានដែរបាទហើយទី2ដើម្បីធានាបាននៅចរន្តការដាក់ប្រាក់ដកប្រាក់មានការប្រាក់ជាដើមឡាក់អញ្ចឹងទៅគឺយើងត្រូវការធានាជាឧទាហរណ៍ថាយើងទៅខ្ចីលុយធនាគារបានអ្វីដែលសំខាន់គឺការធានាហ្នឹងឯងយើងទៅខ្ចីលុយបុគ្គលណាដែលគេល្អគឺការធានាជាងការធានានៅក្នុងផ្លូវច្បាប់វាមាន2យើងអាចយកទ្រព្យទៅធានាឬក៏យើងអាចយកបុគ្គលទៅធានាឧទាហរណ៍ថាយើងចង់បានលុយគេសួរថាយើងមានអីដាក់ប្រចាំគេអត់អាចជាប្លង់រឹងឬក៏អាចជាចលនាវត្ថុហើយនៅពេលដែលយើងអត់មានទ្រព្យគេសួរថាតើយើងអាចមានបុគ្គលណាយកមកធានាអាចជាឪពុកម្ដាយយើងអាចជាបងប្អូនយើងជាដើមឡាក់ចឹងទៅនៅពេលដែលយើងអលទ្ធភាពអ្នកធានាហ្នឹងគឺគាត់គ្រប់កាតព្វកិច្ចនៅក្នុងការសងជំនួសបាទប៉ុន្តែសួរថាការតុងទីនមានអត់មានទេចំណុចទី3ពាក់ព័ន្ធជាមួយនឹងការផ្ទៀងផ្ទាត់លើលទ្ធភាពចំណូលធនាគារគេបានផ្ទៀងផ្ទាត់ណាគេបានសិក្សារូបមន្តច្បាស់ណាស់ចំណូលប៉ុណ្ណេះឯងប៉ុណ្ណឹងណែមានលទ្ធភាពបង់ប៉ុណ្ណឹងចុះយើងទៅលេងតុងទីនអនឡាញយើងមានដឹងទេថាតើសមាជិកទាំងអស់នោះគេមានបានឆ្លងកាត់ការផ្ទៀងផ្ទាត់ចំណូលទេពេលខ្លះអត់មានដឹងថាគេចំណូលប្រមាណគេមានការងារអីគេអីហើយយើងចូលចិត្តទៅលេងជាមួយគេដោយយើងឃើញតាមរូបភាពគេបោះលុយទាំងម៉ឺនទាំងសែនជាដើមឡាក់អញ្ចឹងទៅហើយយើងគិតថាគេមានលទ្ធភាពហើយប៉ុន្តែជាក់ស្ដែងអត់ទេការផ្ទៀងផ្ទាត់ចំណូលគឺមានសារៈសំខាន់ណាស់ដែលយើងត្រូវធានាបានថានៅពេលយើងដាក់ប្រាក់ហើយគឺគេមានយើងមានលទ្ធភាពនឹងទទួលបានប្រាក់សងមកវិញទៅតាមលទ្ធភាពដែលគេបានផ្ទៀងផ្ទាត់ហ្នឹងប៉ុន្តែតុងទីនគឺអត់ទេហើយចំណុចទី4ពាក់ព័ន្ធជាមួយនឹងបទល្មើសព្រហ្មទណ្ឌហើយបទល្មើសព្រហ្មទណ្ឌហ្នឹងខ្ញុំនិយាយទៅទាំងអស់តាំងបងប្អូនប្រជាពលរដ្ឋចង់ខ្លាចខ្លួនទៅជាមេតុងទីនដូចគេដែរដោយសម្លឹងមើលនៅក្នុងបណ្ដាញសង្គមក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យារបស់យើងឃើញថាគេធ្វើមេតុងទីនគេបានលុយទាំងម៉ឺនទាំងសែនអញ្ចឹងយើងចង់ធ្វើដូចគេដែរហើយពេលខ្លះពាក់ព័ន្ធជាមួយបទល្មើសព្រហ្មទណ្ឌហ្នឹងក៏ទៅកូនតុងទីនដែរដែលមូលហេតុភ្ជាប់ជាមួយនឹងចំណុចទី5ហ្នឹងគឺនៅពេលដែលគាត់មានបញ្ហាហិរញ្ញវត្ថុនៅពេលដែលមានបញ្ហាហិរញ្ញវត្ថុគឺយើងត្រូវយល់ថាគុំគិតថាការលេងតុងទីនអាចជួយឲ្យយើងលេងមានបញ្ហាហិរញ្ញវត្ថុតាមរយៈការទទួលបានតុងទីននឹងមកហើយយើងងាប់បាទអញ្ចឹងកន្លែងនេះចង់បញ្ជាក់ជូនថានៅពេលដែលយើងចង់បានលុយនឹងលឿនគឺយើងត្រូវតែបង្ខំចិត្តដាក់ការខ្ពស់ដើម្បីដេញបានជានៅពេលដេញបានយើងបានលុយទាំងដុំមែនប៉ុន្តែយើងត្រូវដឹងថាយើងមានកាតព្វកិច្ចសងគេភ្ជាប់ជាមួយការប្រាក់ដែលលើសច្បាប់អញ្ចឹងការប្រាក់ពេលខ្លះឧទាហរណ៍ថាក្បាល100យើងដាក់ការប្រាក់រហូតដល់$30 5-10ថ្ងៃដេញម្ដងអញ្ចឹង5-10ថ្ងៃ$30ជាមួយខែវាទៅ60%បាទហើយច្បាប់អនុញ្ញាតឲ្យតែ1.កន្លះហ្នឹងអញ្ចឹងយើងជាសំណួរសួរថាតើយើងជួយឲ្យយើងលែងមានបញ្ហាហិរញ្ញវត្ថុឬក៏ជំរុញឲ្យយើងមានបញ្ហាហិរញ្ញវត្ថុរឹតតែខ្លាំងបាទអញ្ចឹងមានន័យថាចំណុចចុងក្រោយហ្នឹងគឺពាក់ព័ន្ធជាមួយបទល្មើសព្រហ្មទណ្ឌហ្នឹងឲ្យយើងយល់ថាមេនៅពេលដែលគាត់ដើរតួជាមេនៅក្នុងតុងទីនគឺគេអនុញ្ញាតឲ្យគាត់ដេញមុនគេគាត់អត់អស់ការប្រាក់ទេគាត់អាចយកអាលុយដែលគាត់ដេញមុនគេហ្នឹងយកទៅប្រើប្រាស់បានប៉ុន្តែគាត់មានកាតព្វកិច្ចទទួលខុសត្រូវនៅក្នុងការប្រមូលចុះបើសិនជាគាត់ប្រមូលអត់បានហើយនៅពេលដែលគាត់ប្រមូលបានហើយគាត់មានលុយឲ្យគេការអនុវត្តជាក់ស្ដែងមេតុងទីនចេញសាយឲ្យកូនចេញសាយឲ្យកូនបំណុលបាទសុំទោសមិនកូនបំណុលកូនតុងទីនដើម្បីបញ្ជាក់ថានេះដោយសារខ្ញុំមានបញ្ហាហិរញ្ញវត្ថុតិចតួចអត់បានឲ្យលុយទៅតាមការដេញអីចឹងដែរបាទអាហ្នឹងជាបទល្មើសព្រហ្មទណ្ឌមួយបាទហើយខ្លះទៀតធ្វើជាមេតុងទីនដើម្បីចង់ឲ្យចំណេញច្រើនគឺបង្កើតនៅក្នុងរូបភាពបន្លំក្នុងរូបភាពឧបាយកលមិននៅក្នុងការលេងតុងទីនអនឡាញមេតុងទីនដើម្បីគាត់ចង់បានការចំណេញខ្ពស់គឺគាត់បង្កើតចេញជាកូនខ្មោចហ្នឹងមានន័យថាម៉េចមានន័យថានៅពេលយើងជាកូនណាយើងលេងគេដាក់ថា60នាក់70នាក់ប៉ុន្តែមនុស្សជាក់ស្ដែងតែ30-40នាក់ទេគណនីគឺជាគណនីខ្មោចដែលគ្រប់គ្រងដោយមេតុងទីនអានឹងគឺជាទម្រង់នៃការឆោបបោក
បាទគឺជាបទល្មើសនៃការចោទបោកតែម្ដងហ្នឹងហើយគឺជាចំណុចទាំង5យើងសរុបមកវិញដើម្បីយើងពិចារណាថាអូអានឹងវាមានហានិភ័យមែនបាទអញ្ចឹងសូមឲ្យបងប្អូនជាពលរដ្ឋយើងពិចារណាទៅលើចំណុចទាំង5ហ្នឹងដើម្បីឲ្យគាត់យល់ថាហានិភ័យកុំឲ្យពាក់ព័ន្ធបាទ លោកមេធាវីសំណួរមួយទៀតពាក់ព័ន្ធទៅនឹងបញ្ហាតុងទីននេះដែរថាតើលោកមេធាវីមានច្បាប់ដាស់តឿនអ្វីខ្លះអំពីគ្រោះថ្នាក់ដែលបណ្ដាលមកពីការលេងតុងទីនអនឡាញចា៎បាទត្រង់ចំណុចនេះខ្ញុំសូមផ្សារភ្ជាប់ជាមួយសំណួរទី1មិញនៅពេលយើងយល់ដឹងថាតើមូលហេតុអីបានវាមានហានិភ័យវាមាន5ចំណុចហ្នឹងហើយតើហេតុអីមកខ្ញុំត្រូវដាស់តឿនបងប្អូនជាពលរដ្ឋដាស់តឿននៅពេលដែលយើងមានវិវាទទៅលើហេរ៉ៃវត្ថុមានវិវាទទៅលើការលេងតុងទីនគឺវាផ្ដល់នៅឥទ្ធិពលអវិជ្ជមានច្រើនណាស់សម្រាប់ការរស់នៅរបស់យើងអញ្ចឹងលុយយើងខំប្រឹងរកបាទរកមែនតែនកាក់សែនដើម្បីយកមកបង់គេឲ្យទៀងទាត់បាទដោយពាក្យនិយាយថាបង់ឲ្យទៀងទៅដល់ថ្ងៃគេបោកហើយបាទដល់ពាក្យនឹងមួយជាពាក្យលេងសើចណាប៉ុន្តែប្រកបអត្ថន័យខ្លាំងសម្រាប់អ្នកច្បាប់ដោយសារនៅពេលដែលយើងទទួលបានការបោកប្រាស់យើងបាត់បង់ហើយយើងនឹងទៅពឹងអ្នកច្បាប់ដើម្បីឲ្យជួយហើយនៅពេលដែលយើងទៅពឹងអ្នកច្បាប់យើងនឹកទៅដល់សំណួរទី2មិញតើយើងមានភ័ស្តុតាងអីឲ្យគេខ្លះយើងមានតែមួយគត់គឺប្រតិបត្តិការធនាគារហើយយើងត្រូវចាំថាប្រតិបត្តិការធនាគារនេះអាចមិនច្បាស់លាស់នៅពេលដែលម្ចាស់បំណុលគាត់មានចេតនាទុច្ចរិតតាំងពីដើមតែម្ដងមានន័យថាគាត់យកម្ចាស់គណនីរបស់អ្នកផ្សេងយកមកឲ្យយើងបាញ់ជាងសំណួរសួរថានៅពេលដែលគេគេចបេះបាត់នៅពេលយើងបាត់សំណួរសួរថាក្រៅពីភ័ស្តុតាងប្រតិបត្តិការវេប្រាក់តាមធនាគារយើងមានអីទៀតយើងមានការធានាដូចយើងនិយាយធនាគារអ្នកឯងរត់ទៅគេមានទ្រព្យដើម្បីយើងដាក់រឹបអូសបាទលក់ឡៃឡុងជាដើមឡើងចុះយើងមានអីហើយយើងអត់ទាំងដឹងថាសមាជិកនៅក្នុងនឹងមានអត្តសញ្ញាណមិនបានខ្លះហើយនឹងវាជាមនុស្សពិតមែនឬក៏ជាការប្រឌិតកូនខ្មោចជាដើមឡាអាហ្នឹងហើយដែលជាអ្វីដែលខ្ញុំស្នើសុំឲ្យស្នើសុំទៀតយើងត្រូវតែប្រុងប្រយ័ត្នហើយយើងពេលខ្លះកុំចង់ស្គាល់ហើយក៏កុំចង់សារបាទក៏ប៉ុន្តែខ្ញុំអត់និយាយប៉ះពាល់ទៅលើតុងទីនអនឡាញទាំងអស់ទេខ្ញុំនិយាយតែទៅលើមួយចំនួនដែលយើងធ្លាប់មាននៅមានបញ្ហាបាទព្រោះក៏គេមានតុងទីនអនឡាញដែលគេល្អដែរប៉ុន្តែល្អហ្នឹងគឺយើងត្រូវច្បាស់ព្រោះវាមិនមែនអាក្រក់ទាំងអស់ទេបាទល្អហ្នឹងមានន័យថាមានថាគឺគេបានពិចារណាទៅលើអត្តសញ្ញាណអ្នកដែលលេងច្បាស់លាស់អ្នកដែលលេងហ្នឹងគឺគេមានលីលាអក្សរច្បាស់លាស់បាទគ្រាន់តែថាលីលាអក្សរតែដំបូងហើយក្រោយមកយើងធ្វើតែប្រតិបត្តិការតាមអនឡាញជាដើមឡាអញ្ចឹងទៅហើយមេគេមានការធានាច្បាស់លាស់អីជាដើមហ្នឹងទៅអានេះក៏យើងអត់និយាយប៉ះពាល់គេដែរប៉ុន្តែនិយាយជារួមគឺវាមានហានិភ័យបាទតែប៉ុណ្្នឹងទេបាទអរគុណ